កំរងរឿងព្រេងនិទានខ្មែររឿងភ្នំប្រសិទ្ធដែលអ្នកស្រុកហៅថាភ្នំប្រសិទ្ធគឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នាប៉ុន្តែដោយការចាយព្រំប្រទល់ស្រុកនៅខេត្តកណ្ដាលភ្នំពីរនេះក៏គេទៅរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុកចំកណ្ដាលជ្រលងភ្នំគឺភ្នំខាងលិចចូលក្នុងឃុំមកៈស្រុកអង្គស្នួលឯភ្នំខាងកើតនៅក្នុងឃុំឃាំងស្រុកបញ្ញាលឺខេត្តកណ្ដាលដូចគ្នាភ្នំទាំងពីរនេះភ្នំខាងលិចមិនមានរឿងរ៉ាវឬកន្លែងបរមបុរាណអ្វីគួរកបីនឹងលើកយកមកអធិប្បាយទេគឺមានតែភ្នំខាងកើតប៉ុណ្ណោះដែលមានរឿងរ៉ាវច្រើនមានដំណើរចាស់តាក់ទងដោយរឿងព្រេងច្រើនយ៉ាងកាលពីដើមអ្នកស្រុកច្រើនទុកភ្នំនេះជាទីកន្លែងស័ក្តិសិទ្ធិសម្រាប់អ្នកស្វែងបន់ស្រន់ឲ្យសម្រេចប្រាថ្នាណាមួយឬធ្វើការសាងសិល្ប៍ភាវនានៅទីនោះតនៅសម័យបច្ចុប្បន្នជំនឿទាំងនោះក៏ខ្សោយបន្តិចម្ដងទៅតាមការវិបត្តិនៃអាយធម៌ហេតុនេះទីភ្នំនេះឯងទៅជាទីទេសចរមួយសម្រាប់អ្នកស្រុកជិតឆ្ងាយធ្វើដំណើរទៅកម្សាន្តនៅរាល់ពេលដែលបានទំនេរលំហែពីការងារសប្តាហ៍ថ្ងៃបើទៅតាមរថយន្តត្រូវទៅតាមផ្លូវជាតិលេខ5គឺផ្លូវពីភ្នំពេញទៅបាត់ដំបងលុះទៅដល់គីឡូម៉ែត្រលេខ38ជិតដល់ផ្សារឧដុង្គមានផ្លូវជាតិលេខ26បែរចូលទៅខាងឆ្វេងដៃចូលទៅតាមផ្លូវនេះអស់ចម្ងាយ16គីឡូម៉ែត្រទៀតទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆ្វេងដៃបន្តទៅទៀតទើបដល់ជើងភ្នំនេះនៅនឹងចង្កែភ្នំផ្នែកខាងជើងមានព្រះវិហារមួយគ្របប្រក់លើព្រះពុទ្ធបដិមាករចូលនិព្វានមួយអង្គសាងដោយថ្មយ៉ាងធំមានបណ្ដោយប្រមាណជា27ម៉ែត្រត្រង់នេះអ្នកស្រុកហៅថាកន្លែងព្រះនិព្វាននៅខាងក្រោមកន្លែងព្រះនិព្វាននេះបន្តិចមានរោងដីមួយកន្លែងទទឹងប្រមាណ5ម៉ែត្របណ្ដោយ6ម៉ែត្រជារោងទាល់តែមានមុខពីអំឡែងកាលហើយខាងកើតរោងដីនេះបន្តិចមានថ្មមួយផែនយ៉ាងធំហើយមានសភាពចម្លែកទ្រង់មានស្នាមជើងសេះនិងស្នាមជើងមនុស្សត្រួតជាប់នៅនឹងថ្មនោះប៉ុន្តែដោយសារពេលវេលាយូរលង់ពេកសប្តាហ៍ថ្ងៃក៏រលុកខ្លះៗទៅហើយខាងត្បូងថ្មដាមានស្នាមនេះមានខឿនថ្មមួយកន្លែងអ្នកស្រុកហៅថាអ៊ីសេចង្ក្រុមលុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណដែរមានទទឹង8ម៉ែត្របណ្ដោយ15ម៉ែត្រអ្នកស្រុកសន្មតនាមព្រះវិហារនេះហៅថាវិហារត្រៃត្រេងស្អំពីរឿងព្រេងដែលទាក់ទងនឹងទីកន្លែងទាំងនោះមានដោយឡែកៗពីគ្នាដែលយើងលើកយកមកអធិប្បាយមួយម្ដងដូចតទៅ1អំពីរោងដីនិងអ៊ីសេចង្ក្រុមចំពោះទីកន្លែងទាំងពីរនេះមានរឿងព្រេងតែមួយគឺរឿងបក្សីចាំក្រុមសេចក្តីពិស្ដារនៃរឿងព្រេងនេះយើងបានបោះពុម្ពក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ5ត្រង់រឿងព្រះវិហារសួររួចសពគ្រប់ហើយឥឡូវយើងចុះយកតែត្រង់អានលើដែលមានទាក់ទងនឹងទីកន្លែងត្រង់នេះមាននិយាយបញ្ជាក់តែប៉ុណ្ណោះសេចក្តីដំណើរថាការដែលស្ដេចដំបងក្រញូងច្រែករាជនោះក៏បានឡើងគ្រប់គ្រងរាជរហូតមកប៉ុន្តែរាជសម្បត្តិនេះពុំបានសុខសាន្តទេនៅរយៈពេលត7ឆ្នាំនិង7ខែប៉ុណ្ណោះមានអ្នកមានបុណ្យម្នាក់គឺពញាក្រែកមកដណ្ដើមរាជជាបន្តទៅទៀតដំណើររឿងមុននឹងបានរាជទេព្រះបាទពញាក្រែកនោះព្រះបាទដំបងក្រញូងបានធ្វើទុកទោសដល់ញាតិវង្សក្សត្រអង្គមុនសន្ធឹកណាស់ហេតុនេះបានជាពាវេរាមកដល់ព្រះអង្គវិញគឺក្រោយដែលព្រះបាទពញាក្រែកឡើងសោយរាជហើយក៏ចេញបញ្ជាឲ្យចងអាឃាតវាបាទវិញដែរប៉ុន្តែនៅពេលនោះមានអ្នកម្នាងមួយនោះមានកផោរត់ទៅពួនស្នាក់នៅនឹងលំនៅញាតិសន្តានជារាសថ្ងៃមួយមានហេតុចម្លើយជាប្រភ្នុលព្រះបាទពញាក្រែកក៏ឲ្យហោរាគុណគូមើលហៅក្រាបទូលថាមានអ្នកមានបុណ្យម្នាក់ទៀតចាប់បដិសន្ធិក្នុងផ្ទៃរបស់អ្នកម្នាងនៃស្ដេចដំបងក្រញូងស្ថិតនៅទិសណាក៏ក្រាបទូលស្ពកវេលានោះព្រះពញាក្រែកក៏ឲ្យបច្ចៈខាតតាមរកឃើញយកមកកាប់សម្លាប់ចោលទៅតែពេលកាប់នោះទារកនោះឯងក៏រត់ឡើងពីពោះទៅនៅក្នុងទ្រូងម្ដាយលុះត្រាតែបច្ចៈខាតទៅផុតទើបទារកជិនចាក់ផ្ទៃមាតាមកនៅកណ្ដាលវាពេលនោះក៏ចុះមកកាងស្លាប់គ្រប់ដណ្ដប់ទារកកំណើយក្តៅជួនជាមិនបរិសចាស់ម្នាក់ឈ្មោះគោហេគាត់ព្យួរដីហើយដើររត់រះទៅផ្ទះប្រទះឃើញទារកនេះគាត់ក៏បីកុមារទៅទុកថែរក្សាអស់រយៈពេល7ឆ្នាំស្ដេចឲ្យហោរាគុណគូម្ដងទៀតព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះពុំទាន់ស្លាប់ទេទ្រង់ត្រាស់ឲ្យប្រមូលយកក្មេងអាយុ7ឆ្នាំទាំងអស់មកផ្ដិតមើលក្រខៅដៃពេលនោះតាគោហេក៏ត្រូវគេកិនឲ្យយកចៅចិញ្ចឹមគាត់មកផ្ដិតដែរស្រាប់តែមានរូបកងចាក់នៅបាតដៃចៅគាត់ដែលត្រូវគេយកទៅប្រហារចោលព្រោះសម្គាល់ថាជាអ្នកមានបុណ្យ
ប៉ុន្តែតាកូហេលួចកញ្ចក់ចោលផរត់កិច្ចដោយមានសត្វកាំងស្លាប់គ្រប់ពីលើយរហូតតតែបាត់ផុតពីមុខបណ្ដាជនអ៊ូអទៅសេនាអាមាត្យនាំគ្នាតាមគិតដែរតែពុំតន់តាកូហេនាំកុមារនេះពីស្រុកមួយទៅស្រុកមួយដូចជាកាត់ទន្លេធំត្រង់រកាកោងឆ្លងទៅលវទេដល់វិហារសួរតែពុំបាត់ផាត់ភ័យសោះបន្ទាប់គេចេះតែដេញតាមពុំឈប់ឈរកាលនោះគាត់នាំកុមាររត់ពីវិហារសួរឆ្លងទន្លេមកខាងលិចហើយឆ្លងកាត់ភូមិក្បាលមាត់ទន្លេទៅរកទីភ្នំដើម្បីងាយស្រួលពួនស្នាក់អាស្រ័យគាត់ទៅពួននៅភ្នំមួយក្នុងខេត្តសំរោងទងដែលសពថ្ងៃហៅថាភ្នំប្រសិទ្ធនេះទីភ្នំនេះពុំមានជនសាមញ្ញណាទៅដល់ទេកាលពីសម័យនោះដូច្នេះហើយបានជាតាកូហេយកឃើញថាជាទីសុខសាន្តមិនតែប៉ុណ្ណោះទីនោះឯងជាទីអាស្រមបុត្រនៃពួកឥសីទាំងឡាយធ្វើចង្ក្រុមភាវនារាល់ថ្ងៃផងតាំងពីមកនៅកន្លែងនេះក៏បានប្រកបនឹងសេចក្តីសុខស្រួលមែនលុះដល់ព្រះបាទពញ្ញាក្រែកសោយរាជអស់កាលឲ្យយូរមកក៏សោយព្រះទីវង្គរទៅទើបមន្ត្រីរាជការទាំងអស់ស៊ើបសួររករាជកុមារជាបុត្រអតីតមហាក្សត្រដើម្បីដង្ហែឡើងក្រុងរាជទទួលពេលនោះលេចលឺល្បីព្រះនាមកុមារព្រះរាជបុត្រមួយព្រះអង្គដែលនៅជាមួយតាគូហាហើយដែលអ្នកស្រុកស្គាល់ព្រះនាមថាបាក់សីចាំក្រុងព្រោះតាគូហាបានថ្វាយនាមនេះតាំងពីគាត់បានឃើញបាក់សីតាមកាងស្លាប់លើរាជកុមារពីតូចនោះមកម្ល៉េះអស់ពួកសព្វមុខមន្ត្រីនាំគ្នាទៅដង្ហែយកព្រះរាជកុមារបាក់សីចាំក្រុងហើយរៀបអភិសេកក្រុងរាជសម្បត្តិទៅក្រោយពីបានឡើងក្រុងរាជហើយព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូបព្រះវិហារទុកជាទីគោរពនៅលើភ្នំនេះហើយសន្មតនាមទីភ្នំនេះថាភ្នំរិស័យសទ្ធិបានន័យថាភ្នំរបស់ឥសីសង់ប្រកបតាមប្រាថ្នាព្រោះកាលដែលរស់នៅលើភ្នំនេះតាគូហាតែងតែបន់ស្រន់ជារឿយៗសូមបួងសួងឲ្យរាជកុមារបានឡើងក្រុងរាជលោកអ៊ីឡៅនេះក៏បានសម្រេចដោយប្រាថ្នាមែនទើបបានជាសន្មតទីនេះថាដូច្នេះ2អំពីផែនថ្មមានស្នាមជើងសេះចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ទុំនិយាយថាតកតងមកពីរឿងចៅរិទ្ធិសែននិងនាងកង្រីត្រង់ដែលរិទ្ធិសែនយកសម្បុត្រនាងសន្ធមាទៅឲ្យនាងកង្រីហើយទៅដេកស្នាក់នៅក្បែរទីអាស្រមបុត្រនៃមហាឥសីពេលនោះមហាឥសីលួចមើលសម្បុត្រឃើញនាងសន្ធមាបង្គាប់ឲ្យនាងកង្រីជាកូនសម្រាប់កុមារនេះចោលទៅនៅពេលដែលទៅដល់ឥសីក៏លួចហែកសម្បុត្រចោលខ្លែងសម្បុត្រសាជាថ្មីឲ្យនាងកង្រីទទួលយកបុរសនេះធ្វើជាប្តីកាលបើឃើញកុមារនេះទៅដល់គឺត្រង់កន្លែងនេះហើយដែលមានផែនថ្មធំនៅទីកន្លែងឥសីចង្ក្រាំគឺនៅពេលកុមាររិទ្ធិសែនត្រឡប់មកវិញដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រីនោះក៏មកកាត់ទីកន្លែងនេះទៀតបានជួបនឹងឥសីឲ្យទានស្លឹកឈើហើយឲ្យហក់រត់គឺលើផែនថ្មនេះហើយដែលរិទ្ធិសែនចាប់បំផាយសេះលោតផ្លោះហោះឡើងបានជាមានស្នាមជើងសេះព្រុតជាប់នឹងផ្ទាំងថ្មត្រង់នោះឯងបើពោលដោយសង្ខេបទៅបុរាណដ្ឋាននេះជាទីដំណើរអំពីមហាក្សត្រអង្គណាមួយក្នុងអតីតកាលមែនប៉ុន្តែពុំមានឋានខាងអក្សរចារឹកឲ្យច្បាស់លាស់ជាព័ត៌មានពិតប្រាកដប្រជាបានឡើយយើងយល់បានត្រឹមតែសេចក្តីសន្និដ្ឋានប៉ុណ្ណោះដោយសង្កេតយកតាមរូបភាពទីកន្លែងនិងសេចក្តីនិទានខ្លះអ្នកស្រុកដែលចាស់តែចាំតគ្នាប៉ុណ្ណោះដូច្នេះបើយើងសន្មតកំណត់ឲ្យជាក់ស្ដែងថាក្សត្រអង្គណាជាអ្នកកសាងឬការកសាងនេះពីក្នុងរជ្ជកាលណានោះពុំតាន់បាននៅឡើយគេការងារនេះនៅក្នុងការស្រាវជ្រាវតែរាល់ថ្ងៃក្រៅអំពីសេចក្តីពិចារណារិះរេខាងទីតាំងនិងប្រវត្តិពងសាវតាដែលយើងលើកយករឿងព្រេងមកបញ្ជាក់តាមលំអិនអ្នកស្រុកចេះចាំតគ្នាមកនេះយើងងាកបែរទៅខាងទេសភាពនៃព្រៃព្រឹក្សានៅលើទីនេះម្ដងតាមពិតភ្លុំនេះពុំមែនជាព្រៃស្រោងប្រកបដោយឈើឡើយសភាពព្រៃជាសភាពព្រៃរបដែលមានតែកូនឈើតូចៗគ្រប់ដណ្ដប់លើដីខ្សាច់សនៅចន្លោះដុំថ្មធំហើយថ្មទាំងនោះភាគច្រើនក៏មានពណ៌សដែរហេតុនេះបានជាភ្នំនេះទៅជាកន្លែងយកថ្មសម្រាប់ធ្វើផ្លូវរថភ្លើងនិងយកមកប្រើប្រាស់សពយ៉ាងនៅក្នុងក្រុងភ្នំពេញសពថ្ងៃរួមសេចក្តីមកភ្នំប្រសិទ្ធសពថ្ងៃជាទីទេសចរសម្រាប់ជនរួមជាតិយើងមកកន្លែងយ៉ាងសំខាន់ដែរបានជាមានរថយន្តទេសចរចេញចូលជាញឹកញាប់រៀងរាល់ថ្ងៃអាទិត្យនិងថ្ងៃបុណ្យផ្សេងៗដែលអ្នកធ្វើការងារបានឈប់សម្រាក